ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះដ៏មានប្រភិទ្រង់គង់នៅក្នុងវត្តចេតពុនរបស់អនាថបណ្ឌកសេដ្ឋីជិតក្រុងសាវត្ថីគ្រានោះឯងព្រះដ៏មានប្រភិទ្រង់ស្បង់ប្រដាប់បាតចីវរក្នុងពុព្វហសម័យហើយទ្រង់ពុទ្ធដំណើរចូលទៅកាន់ក្រុងសាវត្ថីដើម្បីបណ្ឌបាតចំណែកខាងព្រះរាហុលមានអាយុក៏ស្លៀកស្បង់ប្រដាប់បាតចីវរក្នុងពុព្វហសម័យហើយដើរតាមក្រោយព្រះដ៏មានប្រភិក្នុងសម័យនោះឯងព្រះដ៏មានប្រភិទ្រង់ស្មៀងព្រះភ័ក្ត្រត្រាស់ទៅនឹងព្រះរាហុលមានអាយុថាមនាលរាហុលរូបណាមួយជារូបខាងក្នុងក្តីរូបខាងក្រៅក្តីក្រោតក្រៀតក្តីល្អិតក្តីថោកទាបក្តីឧត្តមក្តីឬរូបណាដែលមានក្នុងទីឆ្ងាយក្តីក្នុងទីជិតក្តីដែលជាអតីតអនាគតបច្ចុប្បន្នរូបទាំងអស់នោះក៏គ្រាន់តែជារូបប៉ុណ្ណោះឯងអ្នកគួរយល់ឃើញនៅរូបនោះដោយប្រាជ្ញាដ៏ល្អតាមសេចក្តីពិតយ៉ាងនេះថានោះមិនមែនរបស់អញនោះមិនមែនជាអញនោះមិនមែនជាខ្លួនរបស់អញឡើយព្រះរាហុលក្រាបបង្គំសួរថាបបិទ្ធព្រះដ៏មានប្រភិសេចក្តីនេះមានតែរូបម្យ៉ាងទេឬបបិទ្ធព្រះសុគតសេចក្តីនេះមានតែរូបម្យ៉ាងទេឬព្រះដ៏មានប្រភិទ្រង់ត្រាស់តបថាមនារាហុលរូបក៏មានមនារាហុលវេទនាក៏មានមនារាហុលសញ្ញាក៏មានមនារាហុលសង្ខារទាំងឡាយក៏មានមនារាហុលវិញ្ញាណក៏មានគ្រានោះឯងព្រះរាហុលមានអាយុគិតថាបាននរណាណជាវិញ្ញូបណ្ឌិតដែលព្រះដ៏មានប្រភិទូមានហើយដោយដំបូងមានផ្ទាល់ព្រះអស់នឹងចូលមកកាន់ស្រុកដើម្បីបណ្ឌបាតក្នុងថ្ងៃនេះទៅឯសដូច្នោះហើយលោកក៏ត្រឡប់ថយចេញអំពីសំណាក់ព្រះដ៏មានប្រភិនោះហើយទៅអង្គុយពុតភ្នែនតម្រង់កាយឲ្យត្រង់តាំងស្មារតីឲ្យមានមុខឆ្ពោះទៅរកព្រះកម្មដ្ឋានទៀបគល់ឈើមួយដើមគបជួនជាព្រះសិរីបុត្រមានអាយុបានឃើញព្រះរាហុលមានអាយុដែលកំពុងអង្គុយពុតភ្នែនតម្រង់កាយឲ្យត្រង់តាំងស្មារតីឲ្យមានមុខឆ្ពោះទៅរកព្រះកម្មដ្ឋានទៀបគល់ឈើមួយដើមលុះឃើញហើយក៏ប្រាប់ព្រះរាហុលមានអាយុថាមនារាហុលអ្នកចូលចម្រើនអានាបាសតិភាវនាចុះមនារាហុលត្បិតអានាបាសតិភាវនាដែលគេបានអប់រំបន្ទុំធ្វើឲ្យរឿយហើយជាគុណជាតិមានផលច្រើនមានអានិសង្សច្រើនសូមជ្រះថ្លាអនុមោទនា